រឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខមានរឿងព្រេងមួយដំណាលថាមានបុរសកំជិលម្នាក់មានប្រពន្ធគ្រប់លក្ខមានកិរិយាមាយាទល្អចេះគោរពប្រណិប័តន៍ប្តីតាំងពីបានគ្នាជាប្តីប្រពន្ធមកបុរសកំជិលចេះតែពីដេកដល់ពេលឃ្លានបាយទើបក្រោករួចហូបរួចដេកទៅវិញសូម្បីថ្នាំជក់ក៏ប្រពន្ធមូឲ្យដែរប្រពន្ធជាមនុស្សគោរពប្រតិបត្តិប្តីមិនមានពាក្យអាក្រក់ទៅលើប្តីសោះលើកបាយទឹកនិងរបស់អ្វីឲ្យប្តីសុទ្ធតែសំពះដល់យូរទៅមានជីវភាពក្រីក្រខ្លាំងនាងនោះរកអ្វីចិញ្ចឹមពុំបានសោះថ្ងៃមួយនាងរៀបស្លា5ម៉ាត់បារី5ចូលទៅក្រាបសំពះប្តីសូមអភ័យទោសអ្នកប្តីត្បិតយើងសប្ថ្ងៃក្រណាស់យើងមិនបានរកស៊ីទទួលទានអ្វីទេសូមឲ្យអ្នកទៅរកកាប់ឈើធ្វើនាងកលរនាស់ធ្វើស្រែនឹងគេត្បិតដល់រដូវធ្វើស្រែហើយបើដូច្នោះចូលនាងដាំបាយវិជ្ជាសំណុំចុះប្តីនឹងទៅរកកាប់ឈើធ្វើនាងកលរនាស់ប្រពន្ធក្រោកពីយប់ដាំបាយវិជ្ជាកញ្ចប់មានទាំងដឹងពូថៅទៅផងបុរសកំជិលដេកតតែថ្ងៃរះប្រពន្ធពុំហ៊ានដាស់ចាំឲ្យក្រោកខ្លួនឯងដល់ក្រោកហើយប្រពន្ធដងទឹកទៅលុបមុខឲ្យរួចស្រេចនាងក៏ហុចស្លាបារីនិងបាយកញ្ចប់ព្រមទាំងគ្រឿងប្រដាប់ឲ្យទៅប្តីឯងចូលមើលផ្ទះសម្បែងឲ្យល្អផងណាខ្ញុំចូលទៅក្នុងព្រៃរកកាប់ឈើហើយចាស់ឯងលុះលាប្រពន្ធហើយបុរសកំជិលដើរចូលទៅក្នុងព្រៃរកកាប់ឈើពេលទៅដល់ព្រៃជ្រៅបានឃើញដើមឈើមួយដើមមានមែកសាខាម្លប់ត្រជាក់បុរសកំជិលក៏ដាក់បាយសំណុំដឹងពូថៅហើយដេកគងអន្ទាក់ខ្លាមើលទៅលើនិយាយម្នាក់ឯងថាមែកនេះត្រូវធ្វើជាភ្នៀងនង្គ័លមែកនេះត្រូវធ្វើជាយាមមែកនេះត្រូវធ្វើជាដងមែកនេះត្រូវធ្វើជានឹមមែកនេះត្រូវធ្វើជារនាស់គ្រាន់តែដេកថាប៉ុណ្ណឹងពេលឃ្លានបាយក្រោកឡើងស្រាយបាយសំណុំរួចហូបរួចដេកហើយនិយាយថាដូចមុនទៀតមែកនេះត្រូវធ្វើជាភ្នៀងនង្គ័លមែកនេះត្រូវធ្វើជាយាមមែកនេះត្រូវធ្វើជាដងមែកនេះត្រូវធ្វើជានឹមមែកនេះត្រូវធ្វើជារនាស់លុះដល់ថ្ងៃរសៀលក៏ត្រឡប់មកផ្ទះវិញប្រពន្ធឃើញរត់ទទួលយកគ្រឿងប្រដាប់នាំប្តីឡើងទៅលើផ្ទះយកទឹកលាងជើងឲ្យប្តីអ្នកទៅបានការដោយម្ដេចខ្លះមិនទាន់បានទេនាងចាំស្អែកសំទៅម្ដងទៀតស្អែកឡើងប្រពន្ធក៏រៀបចំប្រដាប់ប្រដាឲ្យប្តីដើម្បីទៅកាប់ឈើម្ដងទៀតលុះដល់ទីនោះហើយបុរសកំជិលក៏ដេកហើយនិយាយរៀបរាប់ដូចមុនទៀតមែកនេះត្រូវធ្វើជាភ្នៀងនង្គ័លមែកនេះត្រូវធ្វើជាយាមមែកនេះត្រូវធ្វើជាដងមែកនេះត្រូវធ្វើជានឹមមែកនេះត្រូវធ្វើជារនាស់រុក្ខទេវតាដែលអាស្រ័យនៅទីនោះឮបុរសកំជិលថាដូច្នោះក៏ភ័យខ្លាចរកកន្លែងនៅគ្មានក៏គិតគ្នាតើបុរសនេះជានរណាហេតុអ្វីបានជាចង់កាប់ដើមឈើដែលជាជំរករបស់ពួកយើងទៅវិញតើពេលនេះយើងគួរធ្វើដូចម្ដេចយើងនឹងទៅតាមគេហើយវាសម្លាប់គ្រួសាររបស់គេឲ្យស្លាប់នៅមាត់ចន្លោះផ្ទះកុំឲ្យវាមកកាប់ឈើនេះបានលុះដល់វេលាល្ងាចឡើងបុរសនោះក៏ត្រឡប់មកផ្ទះវិញរុក្ខទេវតាតាមបុរសនោះដើម្បីសម្លាប់គ្រួសារបុរសនោះមកដល់មាត់រវងឃើញប្រពន្ធរត់ទៅទទួលប្តីដល់មាត់ជណ្ដាលយកទឹកលាងជើងឲ្យប្តីបុរសនេះមានប្រពន្ធថែរក្សារស់នៅដែលមានសេរីសួស្តីណាស់យើងចូលមិនចោះទេយើងមិនអាចសម្លាប់ពួកគេបានទេតើយើងត្រូវធ្វើដូចម្ដេចយើងមិនដឹងថាត្រូវធ្វើដូចម្ដេចទេមានតែទៅចម្រោកវិញសិនចាំគិតគ្នាទៀត
ដោយសេរីសួស្តីប្រពន្ធនោះទេវតាចូលមិនចុះមិនហ៊ានវាយបុរសនោះរួចពីអន្តរាយក៏ឡើងទៅលើផ្ទះស្អែកឡើងបុរសកំជិលទៅដើមឈើនោះម្ដងទៀតហើយនិយាយដូចមុនថា មេឃនេះត្រូវធ្វើជាភ្នៀងនង្គ័លមេឃនេះត្រូវធ្វើជាយាមមេឃនេះត្រូវធ្វើជាដងមេឃនេះត្រូវធ្វើជានឹមមេឃនេះត្រូវធ្វើជារនាស់ បុរសនេះមុខជាកាប់ដើមឈើដែលជាជំរករបស់យើងព្រឹកនេះមិនខានទេ តើយើងត្រូវធ្វើដូចម្ដេច យើងមានតែសុំគេកុំអោយកាប់ដើមឈើរបស់យើងណែបុរសកំជិលសូមឯងកុំកាប់ដើមឈើនោះអីព្រោះដើមឈើនោះជាជំរករបស់ពួកយើង យើងមិនព្រមទេព្រឹកនេះយើងនឹងទៅកាប់ហើយទេវតាភ័យណាស់មិនដឹងធ្វើយ៉ាងដូចម្ដេចក៏នាំគ្នាសោកដោយប្រាប់ទីកន្លែងកំណប់មាសប្រាក់ឲ្យទៅបុរសនោះបើឯងកុំកាប់ដើមឈើនោះយើងនឹងប្រាប់កន្លែងកំណប់ទៅឯងលោកឲ្យកំណប់មកយើងប៉ុន្មានកន្លែង យើងប្រាប់កំណប់ឯងពីកន្លែង អត់ទេយើងមិនព្រមទេបើ4កន្លែងទើបព្រមហើយដាក់ឈើសង្កល់ឲ្យផង 4កន្លែង4កន្លែងក៏4កន្លែងចាំពួកយើងធ្វើតាមតើឯងត្រូវឈប់កាប់ដើមឈើនោះទៀត បើដូច្នោះខ្ញុំលែងកាប់ក៏បានតែថាព្រឹកនេះខ្ញុំទៅកោះកំណប់នោះហើយ បានព្រឹកនេះឯងទៅចុះខ្ញុំដោតឈើសង្កល់ទុកឲ្យ លុះព្រឹកឡើងប្តីប្រពន្ធនាំគ្នាទៅកោះកំណប់ដែលទេវតាឲ្យក្នុងកំណប់នីមួយៗទាំងពីរនាក់ប្តីប្រពន្ធត្រូវជញ្ជូន3ថ្ងៃបានសុទ្ធតែមាននឹងប្រាក់ចាក់គោពេញផ្ទះនាងនោះក៏រៀបចំដាក់ហឹបដាក់ឡាំងមិនឲ្យអ្នកណាឃើញហើយក៏ជួលជាងឲ្យធ្វើគ្រឿងប្រដាប់លក់ជាចំនួនរឹតតែមានឡើងបានជាសេដ្ឋីមានមនុស្សកុះកមូលមកនៅពឹងពាក់ជាច្រើនរាប់មិនអស់ទ្របគង់ត្បិតស្រីចេះសំចៃទុកផ្ទះធំស្រណុកត្បិតលាក់ជាស្រី